សុស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបមេរៀនទី1របស់យើងមកទៀតរៀនអំពីសត្វនិងព្យញ្ជនៈបន្តកាលពីម្សិលមិញខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នាអំពីស្រៈរបស់ភាសាជប៉ុនទាំង5គឺ a i u e o ថ្ងៃនេះយើងនឹងរៀនបន្តទៅទៀតនៅព្យញ្ជនៈនៃភាសាជប៉ុនទៀតកាលពីម្សិលមិញយើងរៀនជួរទី1ថ្ងៃនេះយើងរៀនជួរអំពីជួរទី2គឺមាន5តួគឺកាគីគឺកេកោអូខេកុំឲ្យខាតពេលយូរអញ្ចឹងយើងចាប់ផ្ដើមរៀនតែម្ដងអញ្ចឹងតើគេសរសេរយ៉ាងម៉េចហើយគេអានយ៉ាងម៉េចខ្លះអក្សរទី1អន្តកៈអក្សរទី2អន្តគិអក្សរទី3អន្តគុអក្សរទី4អន្តកៈនិងអក្សរទី5អន្តកៈអូខេខ្ញុំសូមអានម្ដងទៀតកាគីគុកេកកតាមតរ៉ាត់ថ្ងៃហ្នឹងអញ្ចឹងដូច្នេះសូមរៀនសរសេរនិងកត់ចំណាំក្នុងសំឡេងអាននីមួយៗសូមអរគុណច្រើនយើងនឹងបន្តទៅជំនាញថ្ងៃស្អែកទៀតនៅមេរៀនទី1ដដែលត្រឹមតែភាគ3សូមអរគុណច្រើនសូមជម្រាបលា